ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់នំបញ្ចុកបបរហើយនឹងកាហ្វេបេជាមួយចាតែភ្ញៀវរបស់យើងគាត់បានកំងឥឡូវនេះគឺខាងយើងបានរៀបចំហើយរួចរាល់ហើយចាតើឥឡូវយើងមកមើលពីចំហៀងទៅបន្តិចទៅចាស្រស់ស្អាតថ្មីប្លែកតែម្ដងចាហើយអានេះគឺជាកលឹះបិទបើកនិយាយរួមគឺយើងអាចដោះដូរកង់បាននៅពេលដែលកង់មានបញ្ហាយើងចង់ដូរអីគឺអាចបើកបានធម្មតាចាហើយអានេះផ្នែកខាងក្រោយរបស់យើងចាមានទ្វារបិទបើកដាក់អវ៉ាន់ចាក់សោបបានចាខាងក្នុងនឹងហើយខាងក្រោយនឹងយើងអាចដាក់ធុងទឹកកកដាក់អីបានអញ្ចឹងណាហើយមួយឈុតនេះដែរគឺភ្ញៀវរបស់យើងគាត់បានកំងយកទាំងធុងហ្គាក្បាលចក្រានហើយនឹងឆ្នាំងស៊ុបចាហើយទូកញ្ចក់របស់យើងគឺមានទ្វាររុញឆ្វេងស្ដាំបែបហ្នឹងតែម្ដងសម្រាប់ខាងលើវិញគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចយើងម្ដងអញ្ចឹងចាខាងមុខនោះដែរក៏យើងមានប្រឡោះសម្រាប់ដាក់អីកំប៉ុងគ្រឿងអីរបស់គាត់អញ្ចឹងណាធម្មតាយើងលក់បបរលក់គុយទាវមានគ្រឿងមានអីអញ្ចឹងណាតោះឥឡូវយើងមកមើលកន្លែងចាប់ម៉ូតូរបស់យើងបន្តិចចាកន្លែងចាប់ម៉ូតូរបស់យើងគឺមាន3ចំណុចសំខាន់បែបហ្នឹងចាខាងមុខខាងកណ្ដាលនិងខាងក្រោយនឹងចាហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានចម្ងល់អីគឺអាចឆាតសួរនាំក្នុង page នឹងបន្ថែមបានចាហើយក៏អរគុណច្រើនសម្រាប់ការជឿជាក់និងគាំទ្រមកលើ page ម៉េហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ